នៅថ្ងៃទី25ខែសីហាឆ្នាំ2026លោកស្រីក្រុមប្រឹក្សាឃុំតំណាងលោកយិតស៊ីប្រធានក្រុមប្រឹក្សាឃុំបានអញ្ជើញមកចុះបញ្ជីកំណើតជនទារកទើបកើតនៅក្នុងភូមិត្រមែងគាត់ស្នើតាមរយៈអាជ្ញាធរមូលដ្ឋានភូមិដូចគ្នានៅក្នុងវីដេអូនេះក៏សូមរំលេចឡើងវិញនៅព័ត៌មានមួយចំនួនទាក់ទងនឹងការស្នើសុំការចុះបញ្ជីអត្រានុកូលដ្ឋានដល់លំនៅដ្ឋានអាចទំនាក់ទំនងតាមរយៈអាជ្ញាធរមូលដ្ឋានភូមិតាមរយៈ page រដ្ឋបាល page Facebook របស់រដ្ឋបាលផ្ទាល់ឬក៏តាម link Telegram អាចចូលមើលក្នុង page ស្នើសុំអាចបន្ទាប់ពីចូលហើយអាចដល់តំណែងតាមរយៈក្រុម Telegram ឬក៏ក្រុម chat របស់ Facebook page បានយ៉ាងខ្ញុំមិនមកពីឃុំនឹងរដ្ឋបាលឃុំចុះនៅធ្វើសម្បត្តិកំណត់ដល់ទីដល់ចេញនៅឋានបងប្អូនយ៉ាងនេះគឺច្បាប់ដើមយ៉ាងហើយអាហ្នឹងអត់ទុករក្សាទុកឲ្យបានស្អាតព្រោះអីនៅទីទៅទៀតគឺបានតែម្ដងហ្នឹងទេចាហើយអានេះមួយទៀតគឺសេចក្តីចម្លងអាចលើកទៅដាក់កន្លែងធ្វើការឬមកសសបានណាចាចាសេចក្តីចម្លងមិនអត់ទេអានេះមិនអត់ទេទទួលលើគ្រូដល់ខាងក្រុមប្រឹក្សាគុំដែលបានចុះមកធ្វើវត្តកំណើតឲ្យកូនដល់គេឋានហើយបើមានបងប្អូនណាចង់ឲ្យខាងឃុំចុះមកធ្វើដល់គេឋានដែរសូមស្នើសុំទៅខាងភូមិឲ្យគាត់រាយការណ៍ទៅលើអញ្ចឹងអូខេបងឯងស្នើតាមរយៈភូមិដែរណាបាទអញ្ចឹងអរគុណច្រើនបងបាទ